សូមសម្ដែងសាគមព្រោះថាវគ្គនេះគឺជាវគ្គប្រចាំខែហើយនៅក្នុងវគ្គសុបិនខ្លាចការពិតបាទអញ្ចឹងបេក្ខជនទី1ដែលនឹងឡើងមកបកស្រាយមុនគេនៅក្នុងសប្តាហ៍នេះគឺជាសប្តាហ៍ទី4នៃខែទី2បាទជាការប្រឡងប្រចាំខែអញ្ចឹងមានបេក្ខជនបេក្ខនារីរហូតដល់6រូបវគ្គទី1នេះគឺលោកឈិនត្រាបាទបកស្រាយនៅបទតឹងទ្រូងស្ទើធ្លាយនិយាយមិនចេញដោយមកតៃហើយបាទ idol របស់គាត់គឺលោកខេមរៈស្រីមុនបាទសូមរីករាយទស្សនាផ្ដល់នូវសម្លេងស្វាគមន៍បានខ្លាំងទាំងអស់គ្នានិយាយមិនចេញក្នុងទ្រង់តមិញចង់ជួបមុខអូពេលនេះចិត្តបងនឹកអូនស្ទើរសូននឹកអូននឹកអូននឹកអូនគ្មានថ្ងៃរសាមិននឹកទឹកក៏មិនស្រេរលឹកអូនពេកណាស្រង់ឆោមឆាយអូនព្រមរៀបការក៏ព្រោះអ្នកមិនអាយពុករត់រូបស្រីឲ្យឆ្ងាយពីរូបបងទៅស្រុងគេស្រុងទុំយ៉ាងណាដឹងគេណាបារម្ភពេកក្រៃខ្លាចអូនលំបាខ្លាចអូនរីងរៃខ្លាចដីថ្មីអូនមិនដូចគ្រប់យ៉ាងគ្រាន់ជាអារម្មណ៍សងខំមាសមុំអូនសុខសប្បាយបងសូមជូនពរអង្គពីចិត្តកាយសូមស្រង់ឆំឆាយអូនសុខសប្បាយរៀងអើអរគុណជាបន្តសូមជួបជាមួយនឹងបេក្ខនារីទី2កញ្ញាឈុនស្រីមុំបកស្រាយបទមានចិត្តក្រោយសូមធ្វើប្រពន្ធបង idol របស់គាត់គឺកញ្ញាអ៊ីវ៉ា
ជនជាបន្តគឺលោកសុផាតគាត់បកស្រាយនៅបទចម្រៀងមួយបទក្រោមចំណងជើងថាឈប់ខូចចិត្តទៀតទៅដែលអាយដលរបស់គាត់គឺលោកព្រាបសវត្ថសូមស្លេងស្វាគមន៍ទាំងអស់គ្នាសំគួរខ្វល់ចិត្តជួស្រីស្ងួដឹងទុកស្នេហ៍ធំបែបណាឆ្នាំពីសួរខ្លាំងសាកសិទ្ធអូចាជានេះហើយឈឺព្រួតតែស្នេហ៍ស្មោះនឹងក្បត់ព្រាត់ជួបគូគ្នាជាយ៉ាងណាមិនផុតទេយើងគុំស្មោះគេមានចិត្តវិវេសុំគ្មានទេរងទុំអ្នកឯងមិនខានជុំខោចិត្តទៀតទៅថ្មីអូគុំគិតខ្លីអ្វីស្នេហាចិត្តព្រៀងសូមបំភ្លេចចោលស្នេហ៍ផ្លត់ព្រំខាត់អូបេះដូងសុខសាន្តមានមកទីនេះស្នេហ៍របួសជួដោយស្នេហ៍យល់ចិត្តទុំគ្មានធៀបទេចិត្តឯកាបងជាអ្នកធ្លាប់ប្រពន្ធដូចគ្នាសូមពងាស្ម័គ្រជាបាបេះដូងជុំខូចចិត្តទៀតទៅសូមប្រចិត្តថ្មីអូគុំគិតខ្លីអ្វីស្នេហាចិត្តព្រៀងសូមបំភ្លេចចោលស្នេហ៍ផ្លត់ព្រំខាត់អូបេះដូងសុខសាន្តមានមកទីនេះបាទសូមអរគុណដល់សំឡេងតែបងដាបាទសូមអរគុណអរគុណជាបន្តទៀតគឺជាវត្តមានរបស់បេក្ខនារីទុំផលីអាយដលរបស់គាត់គឺកញ្ញាមាសសុខសុភាបកស្រាយនៅបទចម្រៀងមួយបទដែលមានចំណងជើងថាគ្មានអ្នកណាស្មោះដូចគ្មានអ្នកណាស្មោះអូនដូចបងបងយំបងឈឺ
គុណជាបន្តសូមជួបជាមួយនឹងលោកខុនពីឡាបោះស្រាយរបស់ស្នេហ៍អូនជានិច្ចដែល idol របស់គាត់គឺលោកខាន់ជេមឆ្នាំចាំស្នេហ៍ថែទុកក្នុងចិត្តស្រមៃថាបានទេព្រឹកអូមិត្តអូនពិតមេត្តាពេលនេះបំណងខំអងខុសក្តីប្រាថ្នាជួបពិតញញវាចាជីវាមានគូស្នេហ៍ថ្មីសម្រគ្មានផ្ទឹមធៀងអូនស្រងហើយបព្រឹកភ្លុនសំណាពីស្រីគ្រប់ប្រងបានឃើញតែងគេគិតនឹកបបីសម្រស្រីខ្មៅប្របីតែបងកុំភ្លេចមិនបានបំតែពួនអបាយមិនដូចបំណងខំបំភ្លេចរឹតនឹកបែងដងរងគ្រូរគូព្រោះស្នេហ៍រួមចាំអូនរាល់ថ្ងៃខែអូនស្នេហ៍ស្នេហ៍លោកអូនណាបងព្រមឈឺចាប់ព្រោះមានកុំហំអូនអើយដឹងទូបងចង់បងព្រមទទួលទុំសាបងចង់នឹងត្រង់រួមรู้តែពីកាយាให้បងសងសាច់ចាស្មោះស្ម័គ្រគុំងាយលោកស្រីចាអរគុណច្រើនបែកខណ្ឌនាជាបន្តកញ្ញាយឿនស្រីរវត្តបកស្រាយបទចម្រៀងចិត្តខុសពីមុន idol របស់គាត់គឺកញ្ញាអុកសុគន្ធកញ្ញារីករាយទស្សនាដូចតទៅ
គុណបាទសូមគ្រប់អញ្ជើញបេក្ខជនបេក្ខនារីទាំង6រូបឲ្យកាន់វេទិការបស់យើងដើម្បីទទួលនៅការអបបន្ទុពីគណៈកម្មការពិសេសដែលជាប្រិមិត្តជនរបស់យើងកំពុងទស្សនាផ្ទាល់នៅទីនេះអញ្ចឹងសូមអនុញ្ញាតជំរាបជូនផងដែរខន្តីអភ័យទោសចំពោះបងប្អូនដោយសារតែនេះគឺជាការប្រកួតប្រចាំខែដើម្បីផ្ដល់ភាពសុក្រិតយុត្តិធម៌បើសិនជាបងប្អូនដែលគ្រប់គ្រងសូមទះដៃបើមិនគ្រប់គ្រងសូមទម្លាក់ដៃចុះដើម្បីផ្ដល់នូវភាពកាត់ក្តីងាយស្រួលនិងយុត្តិធម៌សម្រាប់អ្នកដែលចូលរួមក៏ដូចជាបានឲ្យលោកអ្នកដែលទស្សនានៅអគ្គរដ្ឋាននោះក៏លោកបានជ្រាបដែរថាយ៉ាងណានោះអញ្ចឹងកម្មវិធីរបស់យើងព្យាយាមរកជំនួយសុក្រិតជូនដល់ពួកគាត់បាទអរគុណណាអរគុណដូច្នេះដើម្បីកាត់សេចក្តីនៅក្នុងដំណាច់នៃខែទី2នេះគឺយើងនឹងយកបេក្ខជនឬក៏បេក្ខនារីចំនួន2រូបប៉ុណ្ណោះបាទអរគុណបើសិនជាលោកអ្នកគ្រប់គ្រងលោកឆិនត្រាអាយដលរបស់លោកខេមរៈសិរីមុនសូមសម្លេងស្វាគមន៍បាទសូមទៅមុខមួយជំហានសិនបដិអសន្នបើសិនលោកអ្នកគ្រប់គ្រងកញ្ញាឆនស្រីមុំបកស្រាយកញ្ញាបទរបស់កញ្ញាអេវ៉ាសូមសម្លេងស្វាគមន៍បាទសូមរក្សាទីតាំងដដែលបើសិនជាលោកអ្នកគ្រប់គ្រងលោកសុផាតអាយដលរបស់គាត់គឺលោកព្រៀបសុវត្ថិសូមសម្លេងស្វាគមន៍បាទសូមទៅមុខមួយជំហានបើសិនជាលោកអ្នកគ្រប់គ្រងដល់កញ្ញាទុំផូលីអាយដលរបស់គាត់គឺកញ្ញាមាសសុកសុភាសូមសម្លេងស្វាគមន៍បាទរក្សាទីតាំងដដែលបើសិនជាលោកអ្នកគ្រប់គ្រងដល់លោកខុនពីឡោះអាយដលរបស់គាត់គឺលោកខាន់ជេមសូមសម្លេងស្វាគមន៍បាទបដិអសន្នទៅមុខមួយជំហានសិនបើសិនជាគ្រប់គ្រងដល់កញ្ញាខឿនសីរតអាយដលរបស់គាត់គឺកញ្ញាអុកសុគន្ធកញ្ញាសូមសម្លេងស្វាគមន៍បាទអញ្ចឹង3អ្នកដែលនៅខាងក្រោយអាចអញ្ជើញទៅកាន់ទីទួលសុវត្ថិភាពបានបាទសូមជឿទៅខាងស្ដាំអូស្ដាយមែនទេនេះបើតាមខ្ញុំទេណាខ្ញុំស្រឡាញ់កញ្ញាទុំផូលីប៉ុន្តែបងប្អូនគ្រប់គ្រងឲ្យ3អ្នកគាត់នៅដូចជារបស់បងប្អូនណាបាទអរគុណអញ្ចឹងក្នុងចំណោម3អ្នកនេះត្រូវមានម្នាក់ចាក់ចេញពីកម្មវិធីរបស់យើងគឺមានតែ2អ្នកទេដែលនឹងបន្តដំណើរឆ្ពោះទៅមុខដើម្បីទៅប្រកួតជាមួយនឹងជើងខ្លាំងសម្រាប់ត្រីមាសនីមួយៗបាទអរគុណអញ្ចឹងសូមឲ្យលោកពីឡោះបកស្រាយមុនសូម2អ្នកថយក្រោយបាទសូមគោកមកណាអត់មានភ្លេងទេបាទអរគុណចឹងត្រៀមនេះគឺជាឱកាសចុងក្រោយសម្រាប់អ្នកដែលត្រូវនៅនិងអ្នកដែលត្រូវចាក់ចេញពីកម្មវិធីរបស់យើងលោកពីឡោះគឺលោកខាន់ជេមបកស្រាយអ្វីដែរបាទស្រាយក្រោយបានទេមិនទេបាទកុំចេះสนุំពោគេស្អីគេខ្ញុំស្រឡាញ់បတ်ហ្នឹងបတ်អ្វីតាំងពីផ្ទះមកច្រៀងបတ်ហ្នឹងហ្មងបាទតោះបានទេហ្មងបាទចាបាទអូខេចឹងត្រៀមណា1ទៀតណាបាទ2 3ដងពពកខ្មៅបឹងបិទព្រះសូរិយាទ្វីបលោកកាស្គាល់តែភាពងងឹតរុនទាភ្លៀងព្យុះព្រៀបដូចជីវិតធ្វើឲ្យដងចិនយំយេកព្រោះតែគុំហូមអូព្យុះអើយព្យុះសូមអ្នកគួនយកខ្ញុំទៅខ្ញុំនៅនោមតែឲ្យខ្ញុំឈឺចាប់មែងអើយមែខ្ញុំសូមសាសងប្រាប់រឿងស្ដាយក្រោយហួហើយនៅក្នុងជាតិនេះបាទអរគុណឥឡូវសូមបន្តលោកព្រាបសវត្ថិបတ်អីក៏បានរបស់លោកព្រាបសវត្ថិបាទខ្ញុំស្រឡាញ់បတ်លោកព្រាបសវត្ថិបាទបកស្រាយបတ်អីដែរបាទតំណាងឲ្យលោកព្រាបសវត្ថិផងស្មោះប៉ុណ្ណឹងមិនល្មមអូខេបាទអញ្ចឹងត្រៀមណា1 2 3ស្មោះប៉ុណ្ណឹងមិនមមអាងរូបឆោមបបោចិនស្មោះសអូនគ្មានផ្លើផ្លាន់បំពេញក្តីស្នេហាមានបងហើយមិនគ្រាន់ចិនរយពនសាវ៉ាទុំឲ្យបងឈឺផ្សាកូនដល់ផ្លូវឈឺយ៉ាងនេះបាទអរគុណសូមបេក្ខលោកស្រីមុនហាក់ដូចជាលេបទឹកមាត់ដូចលេបខ្វាត់ហើយលក្ខណៈចត់ហើយបាទលោកស្រីមុនសូមបកស្រាយបတ်អ្វីដែលកាចតិចណាព្រោះបတ်នេះបានទេបាទសូមយើងត្រូវការសមត្ថភាពខ្ពស់អានេះបើតាមខ្ញុំទេបတ်ណែបတ်ស្រឡាញ់ឬស្អប់អាចជេរបងបានទៅរួចទេមិនទៅកន្លែងស្រែកចេះហេអត់ទេសូមកន្លែងហ្នឹងហ្មងណោះតោះរាប់ជឿត្រៀម1 2 3ពេលអត់ពីបងសូមអូនឆាប់មានថ្មីកុំយំនឹកបងអីគ្មានប្រយោជន៍ទេស្ងួនតែបើបងនោះល្អចាំយំដោយសារបងមិនមែនជាបងដូចពីមុនទេបង
បងខំតែហ៊ានចាក់ចេញពីជីវិតអូនបងដឹងដែរអស់តម្លៃអាចក្បែរបងធ្វើទាំងបងខំមិនមែនបេះដូងអ្នកបាញ់ជាទេតែបើខឹងឬស្អប់អូនអាចជេរបងបាន ចាអរគុណច្រើន អរគុណឥឡូវនេះវិនាទីចុងក្រោយរបស់អ្នកទាំង3គឺមានម្នាក់ដែលត្រូវចុះចេញពីកម្មវិធីរបស់យើង នៅតែសូមអភ័យទោសម្ដងទៀតចំពោះលោកអ្នកទស្សនាផ្ទាល់ទីដែលជាគណៈកម្មការពិសេសអភ័យទោសលោកអ្នកទស្សនាគេថាលោកអ្នកក៏ប្រហែលជាពេញចិត្តដូចខ្ញុំដែរតែដោយសារតែនេះតម្រូវទៅលើការទាក់ដៃនៃការគ្រប់គ្រងរបស់លោកអ្នកទស្សនាផ្ទាល់ទីនេះអញ្ចឹងអភ័យទោសបាទលោកហេរ៉ូសូមមេត្តាបន្តនៅកម្មវិធីបាទសូមជឿបាទ ប្រសិនបើចង់ឲ្យលោកស្រីមុនបន្តដំណើរទៅមុខទៀតសូមសម្លេងស្វាគមន៍សូមរក្សាទីតាំងដដែលប្រសិនបើអស់លោកអ្នកយល់ថាសមត្ថភាពរបស់បេក្ខជនជាបន្តដែលតំណាងឲ្យលោកព្រាបសវត្ថនឹងអាចបន្តទៅមុខទៀតបានសូមសម្លេងស្វាគមន៍សូមទៅមុខមួយជំហាន ចា ប្រសិនបើលោកអ្នកពេញចិត្តនៅតំណាងរបស់លោកខាន់ជេមឲ្យបន្តដំណើរទៅមុខទៀតសូមសម្លេងស្វាគមន៍សូមបញ្ចេញទៅមុខមួយជំហានដូច្នេះអ្នកដែលត្រូវចាក់ចេញពីកម្មវិធីរបស់យើងនៅក្នុងវគ្គបន្តនេះគឺលោកខេមរៈសេរីមុនសូមសម្លេងស្វាគមន៍ជូនដំណើរគាត់ ចាអរគុណច្រើន មួយទៀតផងដែរក៏សូមខន្តីអភ័យទោសចំពោះតារាកិត្តិយសរបស់យើងដែលជា idol ដែលតែងតែរំលឹកឈ្មោះរាល់សប្តាហ៍មិនមែនបន្ទាបបន្ថោកឬក៏បង្អាប់អ្វីទេតែពិតដោយសារការស្រឡាញ់មែនទែនទៅតំណាងឈ្មោះលោករាល់សប្តាហ៍ដើម្បីរំលឹកពីការចងចាំអនុស្សាវរីយ៍ល្អៗជូនពុកប៉ុណ្ណេះបាទអរគុណ ឱកាសចុងក្រោយយើងត្រូវការអ្នកលេខ1និងអ្នកលេខ2ក្នុងចំណោមអ្នកទាំងពីរនាក់ប្រសិនបើពេញចិត្ត លោកហេរ៉ូខ្ញុំសុំមែនណាបើសិនជាបោះស្រាយមកឃ្លាបានទេបាទ អូខេអញ្ចឹងបានទៀតសុំមីក្រូហ្វូននេះ បាទសូមសម្លេងស្វាគមន៍មួយសិនមកបាទមកឃ្លាណាបាទ អញ្ចឹងសូមលោកព្រាបសវត្ថថយតិចសិនឲ្យលោកពីឡោះគាត់បកស្រាយសិន ពីឡោះ បាទអីក៏បានដែរបាទ ចឹ លោក ងត្រៀមណា បាទ 1 2 2 3 ដៃអើយល្វត់ល្វន់តន់ខ្លួនអួយម្លែងដងខ្លួនចងកេងសាសមអត់ខ្ជុំនេត្រាខ្មៅស្រាលបបោមកស្រងអូនស្អាតទាំងអង្គដូចអន្សារ៉ា បាទអរគុណលោកពីឡោះបាទ សូមឲ្យលោកព្រាបសវត្ថ អូយព្រឺសបល់ឡោះហើយខ្ញុំ ស៊ីអារម្មណ៍ចុងក្រោយចឹងហ្មង អូយលក្ខណៈកោខ្លាំងណាស់ បាទសូមអញ្ជើញត្រៀម1 1 2 3 ព្រឹងកែចិត្តខាត់បេះដូងព្រឹងដំរងដំរើស្នេហ៍តែវាគ្មានប្រយោជន៍ទេខ្វល់ជួស្នេហ៍បានកាសពខ្លួនឯងដែលជទុនស្មានក្រុមក្រងស្គប់ស្នេហាស្នេហ៍រលៀមប្រៃឬជាមីជីក្មនហួតទៅហើយ បាទអូយឥឡូវនេះ បាទសូមអរគុណ អូខេ សូមរកអ្នកលេខ1និងអ្នកលេខ2ដាច់ខាតត្រូវតែមានអ្នកកាន់តំណែងកាន់កោះ ចា អូប្រកួតដើម្បីជ្រើសរើសអ្នកលេខ1លេខ2បានចូលមកដល់លោកអ្នកបើពេញ បង្គ ចិត្ត ោល សូម សនិងបង្គោលខ្មៅ បើសិនជាពេញចិត្តចាំផ្ទះដៃមិនពេញចិត្តអនុញ្ញាតទម្លាក់ដៃចុះ ចា អស់លោកស្រីនៅនេះកញ្ញាសូមណែនាំឲ្យស្គាល់កំពូលអ្នកចម្រៀង2រូបអូ អូកាចមែនទម្លាក់តង់តិចមកបដាល់ហ៎ ច្រឡំវិញនិយាយបដាយូរទៅដូចចង់ទាញទៅបដា ត អស់លោកស្រីនៅនេះកញ្ញា slow តិចទេ ជ្រាបមែនបាទ អើ ប្រសិនបើលោកអ្នកចង់ឲ្យ បង្គោលស ហេ ឥឡូវចេះចុះបើសិនជាលោកអ្នកគ្រប់គ្រង បើសិនជាលោកអ្នកគ្រប់គ្រងលោកព្រាបសវត្ថសូមសម្លេងស្វាគមន៍ ចា ដល់ស្ងៀម ជុល បាទលោកអ្នកគ្រប់គ្រងលោកខាន់ជេមសូមសម្លេងបាទឲ្យលោកព្រាបសវត្ថជាប់លេខ1សូមសម្លេងស្វាគមន៍បាទឲ្យខាន់ជេមជាប់លេខ1សូមសម្លេងស្វាគមន៍ដូច្នេះជ័យលាភីលេខ1បានទៅលើលោកព្រាបសវត្ថ ចាអរគុណច្រើនឥឡូវនេះយើងបានរកឃើញលេខ1និងលេខ2ហើយគឺលោកព្រាបសវត្ថហើយចំណែកឯលេខ2វិញគឺលោកខាន់ជេម ដែលឡៃគឺនៅតែបន្តទៀតទេអ្នកលេខ1លេខ2កំតាន់អាល់អដោយសារតែយើងត្រូវជួបជាមួយនឹងម្ចាស់ជ័យលាភីប្រចាំពេលមួយៗទៀត បាទសូមឲ្យគាត់អរគុណ sponsor យើងបន្តិចទៅបាទអរគុណដល់កា សូ រ ម បា អ វ រគុណដល់បាទស្ថានីយ៍ទូរទស្សន៍បាទអាស៊ីគ្នេយ៍ដែលបានផ្ដល់កិត្តិយសខ្ញុំបាទឡើងបកស្រាយចម្រៀងហើយក៏អរគុណដល់ភេទជ្ជៈខារ៉ាបាវបង្កើតកម្មវិធីបាទ
សបិនខ្លាយជាការពិតឥឡូវខ្ញុំខ្លាយជាការពិតមែនបាទសូមអរគុណ បាទ ចា អរគុណណាស់ជូនពរសំណាងល្អបាទអរគុណបាទអរគុណ ចាអរគុណច្រើន ជើញចុះបាទអរគុណណាស់ប្រឹងប្រែងបន្តទៀតដើម្បីជួបជាមួយអ្នកខ្លាំងអរគុណអរគុណ ចា បាទ អរគុណច្រើនចំពោះកម្មវិធីតន្ត្រីខារបាយក៏បានឈានដល់ទីបញ្ចប់សន្យាថានឹងមើលមកជួយលោកអ្នកនៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ាឡាដាជូនពរសុខភាពដល់សំណាងល្អនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណនិងសូមគោរពលា ngày trung nhang mong không ơi ôn bầu biển ly chân san vết nia khăm ngọt rập tâm nâng trộp sen thiệt đi mẹ nong min cầm trông trông nói tưng này rót ngày nâng bóng tay tayក្បែរប្តីមានជាតិថ្មីអូនសូមធ្វើជាប្រពន្ធបងផង កិច្ចជនជាបន្តគឺលោកសុផាតគាត់បកស្រាយនៅបទចម្រៀងមួយបទក្រោមចំណងជើងថាឈប់ខូចចិត្តទៀតទៅដែលអាយដលរបស់គាត់គឺលោកព្រាបសវត្ថសូមស្វែងស្វាគមន៍ទាំងអស់គ្នា បងសុំគួរខ្វល់ចិត្តជួស្រីស្ងួនវិញទុកស្នេហ៍ធំបែបណាឆ្នាំពីសួរខ្លាំងសាកសិទ្ធអចារជានេះហើយឈឺព្រួតតែស្នេហ៍ស្មោះនឹងក្បត់ព្រោះជួបគូគ្នាជាយ៉ាងណាមិនផុតទេយើងគុំស្មោះគេមានចិត្តវិវេសុំគ្មានទេរងទុំអ្នកឯងមិនខានជុំខូចចិត្តទៀតទៅសូមប្រចិត្តថ្មីអូគុំគិតខ្លីអ្វីស្នេហាចិត្តព្រៀងសូមបំភ្លេចចោលស្នេហ៍ផ្លត់ព្រំខាត់អូបេះដូងសុខសាន្តមានមកទីនេះស្នេហ៍របួសជួដោយស្នេហ៍យល់ចិត្តគ្មានទៀតទេចិត្តឯកាបងជាអ្នកធ្លាប់ប្រពុះដូចគ្នាសូមពុំងារស្ម័គ្រជាបាល់បេះដូងជុំខូចចិត្តទៀតទៅសូមប្រចិត្តថ្មីអូគុំគិតខ្លីអ្វីស្នេហាចិត្តព្រៀងសូមបំភ្លេចចោលស្នេហ៍ផ្លត់ព្រំខាត់អូបេះដូងសុខសាន្តមានមកទីនេះបាទសូមអរគុណដល់សម្លេងតេបងដែរបាទសូមអរគុណ អរគុណជាបន្តទៀតគឺជាវត្តមានរបស់បេក្ខនារីទុំផលី idol របស់គាត់គឺកញ្ញាមាសសុខសុភាបកស្រាយនៅបទចម្រៀងមួយបទដែលមានចំណងជើងថាគ្មានអ្នកណាស្មោះដូចគ្មានអ្នកណាស្មោះអូនដូចបង
សនាកំណត់ហើយទុំបងក្របងប្តីដែលមិនបានការគ្មានអ្នកណាស្មងអងដោយរូបបងឡើយកុំគិតចាក់ចេញអាណិតអូនផងត្រានត្រៃស្លាប់ភ្លាមមិនអាចរស់ឡើយបើសិនជាតិនេះគ្មានបង អរគុណជាបន្តសូមជួបជាមួយនឹងលោកខុនពីឡាបោះស្រាយរបស់ស្នេហ៍អូនជានិច្ចដែល idol របស់គាត់គឺលោកខាន់ជេម បាទសូមជម្រាបសួរ ច្រើនឆ្នាំចាំស្នេហ៍ថែទុកក្នុងចិត្តស្រមៃថាបានដេកដិតក៏បិទអូនពិតមេត្តាពេលនេះបំណងខំអងខកក្តីប្រាថ្នាជួបពិតមានវាចាជីវ៉ាមានគូស្នេហ៍ថ្មី អូនល្អទាំងអង្គសម្រគ្មានផ្ទឹមទាំងអូនស្រងស្ងាយមកព្រឹកភ្លុនសំណាពីស្រីគ្រប់ប្រងបានឃើញតែងតែគិតនឹកបងមីសម្រស្រីខ្មែរប្របីដែលបងពុំភ្លេចមិនបាន ទេត្រាបំតែទួនអតែមិនដូចបំណងខំបំភ្លេចរឹកនឹកបែងដងរងគូរគូព្រោះស្នេហ៍រួមចាំអូនរាល់ថ្ងៃខែអូនស្នេហ៍ស្នេហ៍លោកបរណា បងព្រមជួយចាប់ព្រោះមានកុំហំអូនអើយដឹងទូបងចង់បងព្រមទទួលទុំសាបងចង់នឹងត្រង់រួមរស់តែពីកាយាតែបងសងសាចាស្មោះស្ម័គ្រគង់ងារលោកស្រី ចាអរគុណច្រើនបែកខណ្ឌឌីជាបន្តកញ្ញាយឿនស្រីរវត្តបកស្រាយបទចម្រៀងចិត្តខុសពីមុន idol របស់គាត់គឺកញ្ញាអុកសុគន្ធកញ្ញារីករាយទស្សនាដូចតទៅ
ឬមួយក៏ប្រុងចង់ផ្ដាច់សង្ខារអូនក៏មិនថានេះជាវេលារបស់អូនទេចង់ជេរក៏ជេរឲ្យអស់ចិត្តទៅអូនស្មានខុសហើយស្មានថាជាត្រូវសុខតែមានគល់មិននឹកស្មានថាឆ្នាំពលមកប្រែប្រួលជីវិតរូបណាតែអូនសូមផ្ដាំពេលអូនបែកពីបងទៅកូនយ៉ាងមួយដែលគ្នារស់នៅនោមវាទៅរកសុខអរគុណបាទសូមគ្រប់អញ្ជើញបេក្ខជនបេក្ខនារីទាំង6រូបឲ្យកាន់វេទិការបស់យើងដើម្បីទទួលនៅការអបបន្ទូពីគណៈកម្មការពិសេសដែលជាប្រិយមិត្តនិកជនរបស់យើងកំពុងទស្សនាផ្ទាល់នៅទីនេះអញ្ចឹងសូមអនុញ្ញាតជំរាបជូនផងដែរខន្តីអភ័យទោសចំពោះបងប្អូនដោយសារតែនេះគឺជាការប្រកួតប្រចាំខែដើម្បីផ្ដល់ភាពសុក្រិតយុត្តិធម៌បើសិនជាបងប្អូនដែលគ្រប់គ្រងសូមទះដៃបើមិនគ្រប់គ្រងសូមទម្លាក់ដៃចុះដើម្បីផ្ដល់នូវភាពកាត់ក្តីងាយស្រួលនិងយុត្តិធម៌សម្រាប់អ្នកដែលចូលរួមក៏ដូចជាបានឲ្យលោកអ្នកដែលទស្សនានៅអគ្គរដ្ឋាននោះក៏លោកបានជ្រាបដែរថាយ៉ាងណានោះអញ្ចឹងកម្មវិធីរបស់យើងព្យាយាមរកជំនួយសុក្រិតជូនដល់ពួកគាត់បាទអរគុណណាអរគុណដូច្នេះដើម្បីកាត់សេចក្តីនៅក្នុងដំណាច់នៃខែទី2នេះគឺយើងនឹងយកបេក្ខជនឬក៏បេក្ខនារីចំនួន2រូបប៉ុណ្ណោះបាទអរគុណបើសិនជាលោកអ្នកគ្រប់គ្រងលោកឈិនត្រាអាយដលរបស់លោកខេមរៈសិរីមុនសូមសម្លេងស្វាគមន៍បាទសូមទៅមុខមួយជំហានសិនបដោះអាសន្នបើសិនលោកអ្នកគ្រប់គ្រងកញ្ញាឆនស្រីមុំបកស្រាយកញ្ញាបទរបស់កញ្ញាអេវ៉ាសូមសម្លេងស្វាគមន៍បាទសូមរក្សាទីតាំងដដែលបើសិនជាលោកអ្នកគ្រប់គ្រងលោកសុផាតអាយដលរបស់គាត់គឺលោកព្រៀបសុវត្ថិសូមសម្លេងស្វាគមន៍បាទសូមទៅមុខមួយជំហានបើសិនជាលោកអ្នកគ្រប់គ្រងដល់កញ្ញាទុំផូលីអាយដលរបស់គាត់គឺកញ្ញាមាសសុខសុភាសូមសម្លេងស្វាគមន៍បាទរក្សាទីតាំងដដែលបើសិនជាលោកអ្នកគ្រប់គ្រងដល់លោកខុនពីឡោះអាយដលរបស់គាត់គឺលោកខាន់ជេមសូមសម្លេងស្វាគមន៍បាទបដោះអាសន្នទៅមុខមួយជំហានសិនបើសិនជាគ្រប់គ្រងដល់កញ្ញាខឿនសីរតអាយដលរបស់គាត់គឺកញ្ញាអសុគុណកញ្ញាសូមសម្លេងស្វាគមន៍បាទអញ្ចឹង3អ្នកដែលនៅខាងក្រោយអាចអញ្ជើញទៅកាន់ទីទួលសុវត្ថិភាពបានបាទសូមជឿទៅខាងស្ដាំអូយស្ដាយសូមសម្លេងស្វាគមន៍ព្រោះថាវគ្គនេះគឺជាវគ្គប្រចាំខែហើយនៅក្នុងវគ្គសុបិនខ្លាចការពិតបាទអញ្ចឹងបេក្ខជនទី1ដែលនឹងឡើងមកបកស្រាយមុនគេនៅក្នុងសប្តាហ៍នេះគឺជាសប្តាហ៍ទី4នៃខែទី2បាទជាការប្រឡងប្រចាំខែអញ្ចឹងមានបេក្ខជនបេក្ខនារីរហូតដល់6រូបវគ្គទី1នេះគឺលោកឈិនត្រាបាទបកស្រាយនៅបទតឹងទ្រូងស្ទើធ្លាយនិយាយមិនចាញ់ដោយមកតៃហើយបាទអាយដលរបស់គាត់គឺលោកខេមរៈស្រីមុនបាទសូមរីករាយទស្សនាផ្ដល់នូវសម្លេងស្វាគមន៍បានខ្លាំងទាំងអស់គ្នាធ្លាយនិយាយមិនចេញក្នុងទ្រង់តម្លេញចង់ជួបមុខអូពេលនេះចិត្តបងនឹកអូនស្ទើរសូននឹកអូននឹកអូននឹកអូនគ្មានថ្ងៃរសាមិននឹកទឹកក៏មិនស្រេរលឹកអូនពេកណាស្រង់ឆោមឆាយអូនព្រមរៀបការក៏ព្រោះអ្នកមិនអាយពុករត់រូបស្រីឲ្យឆ្ងាយពីរូបបងទៅស្រុងគេស្រុង
ពេកក្រៃខ្លាចអូនលំបាខ្លាចអូនរីងរៃខ្លាចដីថ្មីអូនមិនដាច់បានតែណាស់ហើយគ្រប់យ៉ាងគ្រាន់ជាអារម្មណ៍សងខំមាសមុំអូនសុខសប្បាយបងសូមជូនពរអំពីចិត្តកាយសូមស្រង់ឆោមឆាយអូនសុខសប្បាយរៀងអើយ អរគុណជាបន្តសូមជួបជាមួយនឹងបេក្ខនារីទី2កញ្ញាឈុនស្រីមុំបកស្រាយបទមានចិត្តក្រោយសូមធ្វើប្រពន្ធបងអាយដលរបស់គាត់គឺកញ្ញាអ៊ីវ៉ា នេះបើតាមខ្ញុំទេណាខ្ញុំស្រឡាញ់កញ្ញាទុំផលីប៉ុន្តែបងប្អូនគ្រប់គ្រងឲ្យ3នាក់គាត់នៅដូចជារបស់បងប្អូនណាបាទអរគុណអញ្ចឹងក្នុងចំណោម3នាក់នេះត្រូវមានម្នាក់ចាក់ចេញពីកម្មវិធីរបស់យើងគឺមានតែ2នាក់ទេដែលនឹងបន្តដំណើរឆ្ពោះទៅមុខដើម្បីទៅប្រកួតជាមួយនឹងជើងខ្លាំងសម្រាប់ត្រីមាសនីមួយៗបាទអរគុណអញ្ចឹងសូមឲ្យលោកពីឡោះបកស្រាយមុនសូម2នាក់ថយក្រោយបាទសូមគោកមកណាអត់មានភ្លេងទេបាទអរគុណអញ្ចឹងត្រៀមនេះគឺជាឱកាសចុងក្រោយសម្រាប់អ្នកដែលត្រូវនៅនិងអ្នកដែលត្រូវចាក់ចេញពីកម្មវិធីរបស់យើងលោកពីឡោះគឺលោកខាន់ជេមបកស្រាយអ្វីដែរបាទស្រាយក្រោយបានទេមើលទៅបាទកុំចេះสนุกពោគេស្អីគេខ្ញុំឆ្លាញ់បត់ហ្នឹងបត់អ្វីតាំងពីផ្ទះមកច្រៀងបត់ហ្នឹងហ្មងបាទតោះបានទេហ្មងបាទចាបាទអូខេអញ្ចឹងត្រៀមណា1ទៀតណាបាទ2 3 ដងពពកខ្មៅបើងបិទព្រះសូរិយាទ្វីបលោកកាស្គាល់តែភាពងងឹតរុនទាភ្លៀងព្យុះប្រៀបដូចជីវិតធ្វើឲ្យដងចិនយំយេកព្រោះតែគុំហុំអូព្យុះអើយព្យុះសូមអ្នកគួនយកខ្ញុំទៅខ្ញុំនៅនោមតែឲ្យខ្ញុំឈឺចាប់មែងអើយមែងខ្ញុំសូមសាសង់ប្រាប់រឿងស្ដាយក្រោយហួហើយនៅក្នុងជាតិនេះបាទអរគុណឥឡូវសូមបន្តលោកព្រាបសវត្តបាត់អីដលរបស់លោកព្រាបសវត្តបាទខ្ញុំឆ្លាញ់បាត់គាត់ព្រាបសវត្តបាទបកស្រាយបាត់អីដែរបាទតំណាងឲ្យលោកព្រាបសវត្តផងស្មោះប៉ុណ្្នឹងមិនល្មមអូខេបាទអញ្ចឹងត្រៀមណា1 2 3ស្មោះប៉ុណ្្នឹងមិនមកអាងរូបឆោមបវរចិនស្មោះសអូនគ្មានផ្លើផ្លាន់បំពេញក្តីស្នេហាមានបងហើយមិនគ្រាន់ចិន100ពាន់សាវ៉ាទុំឲ្យបងឈឺផ្សាកូនដល់ផ្លូវឈឺយ៉ាងនេះបាទសូមគុណដល់ស្ទើរតែដៃបៃលោកស្រីមុនហាក់ដូចជាលេបទឹកមាត់ដូចលេបខ្វាត់ហើយលក្ខណៈចត់ដែរបាទ
ចា៎ លោកសេរីមុនសូមបកស្រាយបទអ្វីដែលកាចតិចណាព្រោះបទនេះបានទេបាទសូម យើង មែន ត្រូវ ណា ការសមត្ថភាពខ្ព ណែ ស់ អានេះបើតាមខ្ញុំមែនណាបទណែបទស្រឡាញ់ឬស្អប់អាចជេរបងបានទៅរួចទេមិនទៅកន្លែងស្រែកចេះហេអត់ទេសូមកន្លែងហ្នឹងហ្មងណោះតោះ បាទ រាប់ ចឹង ជូន ត្រៀម 1 2 3 ពេលអត់ពីបងសូមអូនឆាប់មានថ្មីកុំយំនឹកបងអីគ្មានប្រយោជន៍ទេស្ងួនតែបើបងនោះល្អចាំយំដោយសារបងមិនមែនជាបងដូចពីមុនទេបងខំតែហ៊ានចាកចេញពីជីវិតអូនបងដឹងតែអស់តម្លៃអាចក្បែរបងធ្វើទាំងបងខំមិនមែនបេះដូងអ្នកបាញ់ជាទេតែបើខឹងឬស្អប់អូនអាចជេរបងបាន ចាអរ បា គុណ ទ ច្រើន អរគុណឥឡូវនេះ វិ វិ សា នាទីចុងក្រោយរបស់អ្នកទាំង3គឺមានម្នាក់ដែលត្រូវចុះចេញពីកម្មវិធីរបស់យើង នៅតែសូមអភ័យទោសម្ដងទៀតចំពោះលោកអ្នក បាទ ទស្សនាផ្ទាល់ទីដែលជាគណៈកម្មការពិសេសអភ័យទោសលោកអ្នកទស្សនាគេថាលោកអ្នកក៏ប្រហែលជាពេញចិត្តដូចខ្ញុំដែរតែដោយសារតែនេះតម្រូវទៅលើការទាក់ដៃនៃការគ្រប់គ្រងរបស់លោកអ្នកទស្សនាផ្ទាល់ទីនេះអញ្ចឹងអភ័យទោសបាទលោកហេរ៉ូសូមមេត្តាបន្តនៅកម្មវិធីបាទសូមជួយបាទ ប្រសិនបើចង់ឲ្យលោកស្រីមុនបន្តដំណើរទៅមុខទៀតសូមសម្លេងស្វាគមន៍សូមរក្សាទីតាំងដដែលប្រសិនបើអស់លោកអ្នកយល់ថាសមត្ថភាពរបស់បេក្ខជនជាបន្តដែលតំណាងឲ្យលោកព្រាបសវັດនឹងអាចបន្តទៅមុខទៀតបានសូមសម្លេងស្វាគមន៍សូមទៅមុខមួយជំហាន ចា ប្រសិនបើលោកអ្នកពេញចិត្តនៅតំណាងរបស់លោកខាន់ជេមឲ្យបន្តដំណើរទៅមុខទៀតសូមសម្លេងស្វាគមន៍សូមអញ្ជើញទៅមុខមួយជំហានដូច្នេះអ្នកដែលត្រូវចាក់ចេញពីកម្មវិធីរបស់យើងនៅក្នុងវគ្គបន្តនេះគឺលោកខេមរៈសេរីមុនសូមសម្លេងស្វាគមន៍ជូនដំណើរគាត់ ចាអរគុណច្រើន មួយទៀតផងដែរក៏សូមខន្តីអភ័យទោសចំពោះតារាកិត្តិយសរបស់យើងដែលជា idol ដែលតែងតែរំលឹកឈ្មោះរាល់សប្តាហ៍មិនមែនបន្ទាបបន្ថោកឬក៏បង្អាប់អ្វីទេតាមពិតដោយសារការស្រឡាញ់មែនទែនទៅតំណាង